ម៉ាស៊ីនជំនួសរោមបែបត្រជាក់របស់ Yoyo Skin នេះជាវិធីសាស្ត្រដ៏ល្អបំផុតនៅក្នុងការកម្ចាត់គល់រោមកុំឲ្យដុះមកវិញមានប្រសិទ្ធភាពខ្ពស់គុណភាព Premium ស្តង់ដារអាមេរិកហើយមានមុខងារត្រជាក់ដែលមិនធ្វើរលាកស្បែករក្សានូវឯកជនភាពបើប្រៀបធៀបនឹងការទទួលសេវាកម្មនៅ Clinic នៅក្នុងមួយឈុតនឹងមានសៀវភៅណែនាំពីរបៀបប្រើប្រាស់លម្អិត Poster នៅក្នុងបន្ថែមពី Technique ប្រើប្រាស់ឡាមវ៉ែនតាខ្មៅដូចសានិងម៉ាស៊ីនជំនួសរោមសម្រាប់វិធីប្រើប្រាស់ដំបូងគឺអ្នកនរគ្នាត្រូវយកឡាមមកកោសសម្អាតរោមសិនហើយពាក់វ៉ែនតាខ្មៅដើម្បីការពារភ្នែកបន្ទាប់មកគឺយើងដោតដោយម៉ាស៊ីនជំនួសរោមហើយដើម្បីបើកម៉ាស៊ីនគឺអ្នកគ្នាអាចចុចសង្កត់លើប៊ូតុងនេះបានហើយចុចលើប៊ូតុងនេះមួយទៀតដើម្បីបើកមុខងារត្រជាក់នៅលើអេក្រង់នេះបង្ហាញពីចំនួនពន្លឺ IPL ដែលនៅសល់មានន័យថានៅពេលដែលបាញ់ម្ដងវានឹងដកទៅតាមនឹងហើយកន្លែងនេះបង្ហាញពីមុខងារត្រជាក់ហើយនេះគឺកម្លាំងម៉ាស៊ីនដែលមាន5កម្រិតសម្រាប់អ្នកប្រើដំបូងណែនាំឲ្យប្រើកម្រិតទី1នៅពេលដែលស្បែកស៊ាំជាមួយនឹងពន្លឺ IPL បងអាចដំឡើងកម្រិតទៅតាមនឹងបានដើម្បីដំឡើងចុចលើប៊ូតុងមួយនេះម៉ាស៊ីននេះមានមុខងារពីរគឺមុខងារ Manual ចុចដោយដៃនិងមុខងារ Auto ដើម្បីបដូរទៅមុខងារ Auto គឺត្រូវចុចសង្កត់លើប៊ូតុងនេះប៉ុន្តែណែនាំឲ្យប្រើមុខងារចុចដោយដៃដោយសារវាងាយស្រួល Control ជាងដើម្បីបិទមុខងារអូតូគឺចុចសង្កត់លើប៊ូតុងដដែលបន្ទាប់ពីកំណត់ហើយគឺអ្នកគ្នាអាចបាញ់ជំនួសរោមបានហើយដោយដាក់ម៉ាស៊ីនឲ្យប៉ះស្បែក90ដឺក្រេឲ្យកែងជាមួយនឹងស្បែកចាហើយចុចលើប៊ូតុងនេះវានឹងចេញពន្លឺ IPL ទៅដុតគល់រោមណែនាំឲ្យបាញ់ឲ្យសព្វកន្លែងហើយបាញ់3ជុំនៅក្នុងការប្រើប្រាស់ម្ដងបាញ់ជំនួសរោមហើយអាចលាបជែលបន្ទាយកតុយកពើលើស្បែកបានហើយដើម្បីបិទម៉ាស៊ីនណាគឺយើងត្រូវចុចសង្កត់លើប៊ូតុងនេះរួចវានឹងបិទក្នុងរយៈពេល10វិនាទីណែនាំឲ្យប្រើ2ដងក្នុងមួយសប្តាហ៍ប្រសិទ្ធភាពនឹងឃើញនៅក្នុងរយៈពេល8សប្តាហ៍លទ្ធផលវាអាស្រ័យទៅលើរោមរបស់បងដែរវាអាចនឹងឈប់ដុះមកវិញ 100% ឬក៏ដុះមកតិចជាងមុនស្ដាំងជាងមុនហើយក៏រោមតូចជាងមុនហាមលាបឡេ gel ឬក៏ skin care មុនពេលបាញ់ជំនួសរោមគ្រាន់តែលាងសម្អាតស្បែកជាមួយនឹងទឹករួចអាចបាញ់បានហើយសម្រាប់អ្នកដែលកំពុងមានបញ្ហាដូចជារលាករោលស្នាមខ្មៅហាមប្រើម៉ាស៊ីនជំនួសរោមមួយនេះសម្រាប់ការសម្អាតគឺបងអាចយកកណាត់ឬក៏សម្លៃជូតមុខជួយសម្អាតក្បាលម៉ាស៊ីនក្រោយពេលប្រើប្រាស់បានសម្រាប់ព័ត៌មានបន្ថែមទាក់ទងជាមួយនឹងម៉ាស៊ីនមួយនេះអាចភាសាចូលមក page Yoyo Skin បានអរគុណ